សម្រាប់បងប្រភេទគ្រឿង detail ហ្មងយើងមានជាឈុតអញ្ចេះសម្រាប់រៀបលាងម៉ូតូ detail ម៉ូតូកន្លែងលាងប៉ូលាបិទស្កុតអីហ្នឹងយើងមានគ្រឿងវាដូចជាប្រភេទសូមដៃដោះមានជាប្រភេទ foam ល្អហ្មងមានប្រភេទKLCB KLCB នេះយើងមានជាប្រភេទ foam ហើយ pre-wash យើងជ្រុះដីណាយើងសម្អាតលើកទី1ហើយយើងមានជាប្រភេទ foam ធម្មតាសម្អាតជាម៉ាត់ឲ្យសម្រាប់ឲ្យវាឡងអញ្ចឹងណាបងអញ្ចឹងយើងអាចបាញ់លើវាហើយយើងប្រើសូមដៃប្រើ foam ឡងធម្មតាជ្រលក់ចូលធុងទៅដោះក៏បានឬក៏យើងបាញ់កំប៉ុងលើសូមដៃទៅដោះក៏បានអញ្ចឹងយើងមានប្រភេទ motor 2100 W H1 Pro mini សម្រាប់ដាក់មកកន្លែងបើយើងអត់ត្រូវការបន្លាស់ទីអត់ត្រូវការអីទេយើងអាចយួរដាក់នៅកន្លែងណាមួយលើកណ្ដោលើអីក៏បាញ់បានដែរប្រភេទនេះខ្លាំងកម្លាំងវា120បាបងហើយទឹកវា 9.5 លីត្រអញ្ចឹងវាច្រើនដែរហើយជាប្រភេទ motor ជំលឿនវាខ្លាំងហើយសម្រាប់កៃវាយើងអាច customize បានបើថាយើងចង់ប្រើកៃស៊ីនរបស់វាមួយនេះក៏បានយើងចង់ប្រើកៃជាប្រភេទកៃលេងមានកៃលូទៀនមានអីហើយមានប្រភេទល្អ inox ខាងក្នុងហើយវាវិលកស្រាប់អញ្ចឹងក៏បានដែរហើយសម្រាប់ជ្រះយើងមានជក់ដោះចូលយ៉ានយើងមានលេខទូចមានលេខធំចេះមាន color យើងមាន 2-3 color ទៀតបងប្រភេទនេះសូមដៃក៏ចឹងដែរយើងមានសូមដៃប្រភេទអាឡូដោះយ៉ានដោះកម្មអីហ្នឹងហើយនឹងប្រភេទនេះដោះទឹកថ្នាំគេហៅថាសូមដៃមឹកណាហើយសម្រាប់កំប៉ុងក៏យើងមានជាប្រភេទធម្មតារហូតដល់ជាប្រភេទល្អឬប្រភេទនេះអីក្បាលវាមាំល្អហើយយើងមានក្រិតវាស្រាប់សម្រាប់វល់អញ្ចឹងសម្រាប់លាយ foam មកមើលតែទៅសួរថាលាយបែបណាគឺយើងលាយfoam 100 ml ហើយយើងដាក់ទឹកចន្លោះពី600 ml ទៅ800 ml ហើយយើងបាញ់ទឹកចំនួន2គ្រាប់ធម្មតាប៉ុណ្ណឹងគឺស្តង់ដារសម្រាប់ foam KLCB 1/500កំហាប់វាបងអញ្ចឹងគឺវា10ទូចប៉ុន្តែយើងលាយបានច្រើនដោយសារកំហាប់វាខាប់អញ្ចឹងស្រេច foam នីមួយវាស្រេចតែប្រភេទកំហាប់វាដែរអញ្ចឹងបើសិនលើ foam ហ្នឹងបងទិញមកបងអាចសាកសួរគេទៅថាអាហ្នឹងកំហាប់វាប៉ុណ្ណាអញ្ចឹងណា1/200ខ្លះ1/60 1/80 1/150 1/200មាន1/500អញ្ចឹងណាអញ្ចឹងតាមប្រភេទហ្នឹងដែរកុំឃើញតែកំប៉ុងទូចថាអូអាវាទូចអត់ស្អីល្អទេវាបានតិចអញ្ចឹងវាឆាប់អស់អញ្ចឹងណាតែមិនមែនទេតាមកំហាប់ដែរបើសិនកំហាប់យើងខាប់យើងដាក់តិចទៅបងបើសិនជាកំហាប់យើងអត់ស៊ឺខាប់ទេយើងដាក់យ៉ាងច្រើនតិចប្រហែលតែ100លើ500 100លើ300អញ្ចឹងទៅអញ្ចឹងមកអាចលាងបានហើយតាមប្រភេទ foam ខ្លះប្រភេទ foam គេលាងម៉ាស៊ីនគេដាក់1លើ10លាងប្រេងលាងអីអញ្ចឹងណាបងតាមប្រភេទ foam ដែរអញ្ចឹងបងមុនទិញបងសួរទៅថាសមាមាត្រវាប៉ុន្មានយើងដាក់ប៉ុន្មានបានត្រូវរបៀបលាយបែបណាអញ្ចឹងណាបងអញ្ចឹងសម្រាប់បងដែលត្រូវការប្រភេទគ្រឿង detail យើងមានជាប្រភេទ motor គ្រឿងលាងជក់ហើយនឹងយើងមានប្រភេទ foam យើងមានប្រភេទកំប៉ុងយើងមានប្រភេទដងតកៃបាញ់អីនេះ customize បានច្រើនហើយសម្រាប់តយោក៏អញ្ចឹងដែរយើងមាន15ម៉ែត្រ20 30ម៉ែត្រចេញអញ្ចឹងទៅហើយយើងមានជាប្រភេទ low ទៀតហ្នឹងបងសម្រាប់ low យើងអាចចាប់ជាប់អញ្ចឹងពីលើ motor ទៅវាស្អាតកន្លែងហើយវាអត់ញ៉ៃហើយយើងក៏អត់អូសអីដើរជន់ឡានកិនអីដែរអញ្ចឹងណាយើងប្រើជាប្រភេទ low មួយទៀតអញ្ចឹងវាស្អាតពេកចឹងអាហ្នឹងគេប្រើសម្រាប់ស្តង់ដាទូទៅ worldwide គេមាន motor គេមាន low សម្រាប់កន្លែងឃ្លាំងឬក៏កន្លែងកន្លែង showroom អីចឹងយើងកុំឲ្យចៀតយើងអាចប្រើអញ្ចឹងបានអរគុណបើសិនជាបងមានចង្អុលអីថែមអាចឆាតសាកសួរបានបងអរគុណច្រើន